Hello អ្នកទាំងអស់គ្នាខ្ញុំបាទស្មីអ្នកនរគ្នាក៏ធ្លាប់ដឹងមួយចំនួនផងដែរអំពីស្រុកខ្មែររបស់ពួកយើងដែលមានជាមួយនឹងអ្នកសម្ដែងរឿង anime ឬក៏ជារឿង manga ឬក៏ 2D ជាច្រើនលើកនេះខ្ញុំគឺខុសប្លែកពីគេតែម្ដងដែលខ្ញុំគឺមកសម្ដែងនៅក្នុងរឿងវគ្គគោព្រៃរបស់យើងដោយអ្នកគ្នាចង់ដឹងថាវាល្អមើលប៉ុណ្ណាកុំនិយាយច្រើនចូលរឿងរបស់យើងតែម្ដងទៅរឿងគឺស្វាត្រាស់ដឹង Talu. sorry. មុននឹងចូលរឿងក្នុងគោព្រៃយើងហ្នឹងខ្ញុំចង់ប្រាប់ទៅកាន់អ្នកគ្នាឲ្យចុចទៅកាន់ link ក្នុង TikTok របស់ខ្ញុំទៅគ្រាន់តែចុចទៅវានឹងចូលទៅកាន់ TikTok ធំខ្ញុំតែម្ដងនិយាយទៅអា TikTok ហ្នឹងខ្ញុំលេងរាល់ថ្ងៃតែម្ដងគ្រាន់តែចង់គ្នាចុច Sub ឬក៏មើលវីដេអូខ្ញុំផុសលេងតែអញ្ចឹងទៅណាហើយនេះក៏អត់មាននិយាយច្រើនផងដែរចំពោះរឿងខ្ញុំអាចចេញបានប៉ុន្តែអាចថានឹងចេញបានច្រើនភាគទេក៏អត់ប្រកាសដែរព្រោះថាចិត្តប្រឡងគៀកហើយឥឡូវថាកុំនិយាយច្រើនគឺយើងចូលរឿងគោព្រៃយើងទៅគ្រាន់តែបើក្បាលដំបូងហ្នឹងយើងបានឃើញស្វាមួយក្រុមដោយស្វាពណ៌ខ្មៅទូចជាងគេគឺជាមេធាមនៃវងស្វាទាំងអស់នោះស្រាប់តែវងស្វាទាំងអស់ហ្នឹងពួកគេក៏បានបែកកំណត់បានទាញជាមួយនឹងតាំងតោលេងកាប់មនុស្សយើតែម្ដងមើលទៅស្វាទាំងអស់នេះពិតជាសាហាវខ្លាំងណាស់ខ្លាំងមែនมันហ៊ានទទួលទេបន្ទាប់ពីបានកាប់ទៅកាន់មនុស្សស្លាប់នឹងរងរបួសជាច្រើនអ្នកពួកវាគឺមិនទាន់បានបញ្ចប់នោះទេដោយពួកវាក៏បានជិះជាមួយនឹងឡានថែមទៀតហើយបានបុកទៅកាន់មនុស្សរបស់យើងកាន់តែស្លាប់អាបុកគេហើយគឺមិនរត់ទេសំខាន់ចោះដេញកាប់គេថែមទៀតនិយាយទៅអាស្វានេះពិតជាសាហាវតែម្ដងទោះបីជាស្វាមានសារធាតុកាយសាហាវប៉ុន្តែវាក៏មានបេះដូងចុងក្រោយវាក៏បានចាញ់ល្បិចស្រីស្អាតវងស្វាទាំងអស់នោះគឺត្រូវបានបង្បួកទៅដោយស្រីស្អាតទាំងពីរនាក់និយាយទៅសម្ដីរបស់កញ្ញាទាំងពីរនាក់នេះពោពេញទៅដោយភាពរ៉ូមែនទិកផ្អែមយើតែម្ដងដូចផ្លែពំរយយ៉ាអញ្ចឹងសំបីតែមេធាមស្វាពណ៌ខ្មៅក៏បានលងជាមួយនឹងសម្រស់របស់កញ្ញាទាំងពីរនាក់ហ្នឹងប៉ុន្តែក៏ត្រូវបានកញ្ញាទាំងពីរនាក់ហ្នឹងគឺបានបដិសេធនោះបានធ្វើឲ្យមេធាមស្វាមានការខូចចិត្តជាខ្លាំងប៉ុន្តែក៏ត្រូវបានកូនធាមស្វាមកនិយាយលុំបានធ្វើឲ្យមេធាមស្វាពណ៌ខ្មៅមានអារម្មណ៍ថាសប្បាយចិត្តបន្តិចបន្តួចហើយមេធាមស្វាក៏បានសុំកូនចៅលាចាក់ចេញអំពីពិភពគុណហើយក៏លែងចង់ការសម្លាប់ទៅកាន់មនុស្សទៀតដែរតោគេដឹងអស់ហើយតែគេកំពុងតែបោះចិត្តរបស់គេស្ងប់និយាយទៅមេធាមស្វាពណ៌ខ្មៅរបស់យើងខ្លាចជាស្វាដ៏ស្លូតត្រង់វិញហើយខណៈពេលនោះដែរស្វាពណ៌ខ្មៅក៏បានបែកកំណត់ជាមួយនឹងកូនធីមដើម្បីតាំងសមាធិខ្លាចជាព្រះនៃត្រាស់ដឹងយើងបានឃើញជាមួយនឹងសកម្មភាពរបស់ពួកគេត្រាស់ដឹងទទួលបានជោគជ័យហើយរឿងរបស់យើងក៏បានបញ្ចប់តាមនឹងTalu. sorry.